ជាដំបូងសូមគោរពនិងជម្រាបសួរអ្នកទាំងអស់គ្នាវិលត្រឡប់មកសារជាថ្មីម្ដងទៀតហើយនៅវីដេអូថ្មីមួយទៀតដែលខ្ញុំបាទនឹងនិយាយបរិយាយអំពីការអនុវត្តជាក់ស្ដែងនៅត្រង់ឃ្លាទាំង4ដែលឃ្លាទី1គឺទទួលសំណូកម្ដងហើយម្ដងទៀតឃ្លាទី2គឺទទួលសំណូកចាញ់កលឃ្លាទី3គឺជាប់ទោសឃ្លាទី4នោះគឺដឹងខុសដើម្បីអនុវត្តដំបូន្មានទាំងនេះឲ្យទទួលបានជីវិតប្រសើរដែលប្រកបទៅដោយកិត្តិយសសុវត្ថិភាពនិងសេរីភាពយើងត្រូវផ្លាស់ប្ដូរទស្សនៈពីការរៀបរាប់ដំណើររឿងទៅជាមេរៀនជីវិតសម្រាប់ការពារខ្លួនពីភាពអន្តរាយដែលកើតចេញពីអំពើពុករលួយនេះជាដំបូន្មានគួរយកទៅអនុវត្តផ្អែកទៅលើឃ្លាទាំងនោះដំបូន្មានឆ្ពោះទៅរកជីវិតប្រសើរគោលដៅនៃដំបូន្មាននោះគឺការពារប្រសើរជាងព្យាបាល1ឈប់ប្រព្រឹត្តទប់ស្កាត់ទទួលសំណូកម្ដងហើយម្ដងទៀតដំបូន្មានអនុវត្តបដិសេធបង្កើតគោលការណ៍ផ្ទាល់ខ្លួននៅក្នុងការបដិសេធរាល់អំណោយឬផ្ដល់ប្រយោជន៍ណាមួយដែលភ្ជាប់លក្ខខណ្ឌឬអាចបង្កឲ្យមានទំនាស់ផលប្រយោជន៍រាយការណ៍និងប្រកាសប្រសិនបើអ្នកជាមន្ត្រីរាជការត្រូវអនុវត្តតាមច្បាប់ប្រកាសទ្រព្យសម្បត្តិនិងប្រកាសបដិសេធអំណោយលើសពីដែនកំណត់ការលាក់បាំងជាជំហានដំបូងនៃម្ដងហើយម្ដងទៀតពង្រឹងសិលធម៌រំលឹកខ្លួនឯងថាប្រាក់សំណូកមួយពេលនេះមិនអាចទិញកិត្តិយសនិងសេរីភាពពេញមួយជីវិតបានឡើយគោលការណ៍កុំឲ្យមានលើកទី1ហើយនឹងគ្មានលើកទី2តទៅទៀតឡើយការពារខ្លួនកិច្ចឲ្យផុតពីការទទួលសំណូកហើយចាញ់កលពេលក្រោយដំបូន្មានយកទៅអនុវត្តសង្ស័យរាល់ការផ្ដល់ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជនដែលព្យាយាមផ្ដល់សំណូកងាយឬផ្ដល់ដោយគ្មានមូលហេតុច្បាស់លាស់ការផ្ដល់បែបនេះវាអាចជាអន្ទាក់នៃការស៊ើបអង្កេតធ្វើការតាមនីតិវិធីធ្វើការដោយប្រកាន់ភ្ជាប់នៅនីតិវិធី SOP ត្រឹមត្រូវនៅពេលដែលអ្នកធ្វើការត្រឹមត្រូវគ្មាននរណាម្នាក់អាចចាញ់កលអ្នកបានឡើយព្រោះអ្នកគ្មានកំហុសដែលត្រូវគេចាប់បានរក្សាតម្លាភាពរាល់ការសម្រេចចិត្តគួរមានការចងក្រងឯកសារត្រឹមត្រូវដើម្បីបង្ហាញថាការសម្រេចចិត្តនោះគឺផ្អែកទៅលើច្បាប់មិនមែនផ្អែកទៅលើសំណូកនោះទេគោលការណ៍ភាពស្មោះត្រង់និងតម្លាភាពគឺជាខែលការពារដ៏រឹងមាំបំផុត3រក្សាសេរីភាពជៀសផុតពីការជាប់ទោសដំបូន្មានយកទៅអនុវត្តសិក្សាច្បាប់យល់ដឹងពីច្បាប់ប្រឆាំងអំពើពុករលួយនិងក្រមព្រហ្មទណ្ឌពាក់ព័ន្ធទៅនឹងបទស៊ីសំណូកការយល់ដឹងច្បាប់ជួយឲ្យយើងដឹងពីដែនកំណត់ដែលមិនគួរឆ្លងកាត់ពិចារណាផលវិបាកចងចាំថាការជាប់ទោសមិនត្រឹមតែបាត់បង់សេរីភាពទេតែបាត់បង់តួនាទីនិងកិត្តិយសមុខមាត់គ្រួសារនិងទ្រព្យសម្បត្តិដែលត្រូវរឹបអូសការគិតពីផលវិបាកធ្ងន់ធ្ងរទាំងនេះគឺជាកម្លាំងជំរុញឲ្យយើងមិនប្រព្រឹត្តគោលការណ៍សេរីភាពគឺជាតម្លាដ៏មហាសាលការទទួលសំណូកមិនសមនឹងការយកសេរីភាពទៅបដូរឡើយ4រៀនសូត្រពីការសម្រេចចិត្តនៅពេលដែលយើងដឹងខុសដំបូន្មានយកទៅអនុវត្តពិនិត្យខ្លួនឯងត្រូវពិនិត្យមើលតម្លៃរបស់ខ្លួនឯងជានិច្ចតើហេតុអ្វីបានជាបំពេញការងារដើម្បីបម្រើប្រជាជនឬដើម្បីប្រាក់កខ្វក់ទទួលខុសត្រូវប្រសិនបើអ្នកធ្លាប់មានកំហុសឆ្គងពីអតីតកាលមិនទាន់ដល់ជាប់ទោសសូមកែប្រែនិងទទួលខុសត្រូវភ្លាមការដឹងខុសតាំងពីដំបូងគឺជាភាពឆ្ពោះទៅកាន់ការកែប្រែជីវិតដ៏ល្អប្រសើរคล้ายជាគំរូនៅពេលដែលអ្នកដឹងខុសហើយកែប្រែបានហើយចូលប្រើបទពិសោធន៍នោះដើម្បីចែករំលែកនិងអប់រំអ្នកដទៃ
កុំឲ្យដើរផ្លូវខុសដូចអ្នកគោលការណ៍នៃការដឹងខុសពិតប្រាកដគឺជាជំហានដំបូងពោះទៅរកភាពស្អាតស្អំនិងជីវិតថ្មីប្រកបទៅដោយសេចក្តីសុខពិតប្រាកដតើអ្នកចង់ឲ្យខ្ញុំជួយស្វែងរកសម្រងសម្ដីឬសុភាសិតខ្មែរតាក់ទងទៅនឹងភាពស្មោះត្រង់និងការប្រឆាំងអំពើពុករលួយដើម្បីពង្រឹងស្មារតីបន្ថែមដែរឬទេតាមរយៈការអនុវត្តវិធីសាស្ត្រទាំងនេះគឺអាចបង្កើតធនធានមនុស្សដ៏រឹងមាំដែលមានទាំងចំណេះដឹងជំនាញនិងស្មារតីស្នេហាជាតិដើម្បីដឹកនាំប្រទេសទៅកាន់អនាគតដ៏ត្រចះត្រចង់វីដេអូនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូល្អៗពីការបរិយាយរឿង Tin Fee សូមអរគុណហើយក៏សូមគោរពលា